គ្រប់អាហារកែច្នៃទាំងអស់ដូចជាប្រហិតសាច់ក្រក hot dog ឬអាហារកែច្នៃផ្សេងៗទៀតតើវាបណ្ដាលឲ្យកើតជំងឺមហារីកមែនអត់បាទថ្ងៃនេះគឺខ្ញុំនឹងលើកយកឯកសាររបស់អង្គការសុខភាពពិភពលោកបាទហើយក៏ជាក្តីកង្វល់របស់អង្គការសុខភាពពិភពលោកដែរជុំវិញនៅអាហារកែច្នៃទាំងអស់នេះដែលបង្កឲ្យមានជំងឺមហារីកពោះវៀនធំដោយសារតែគេលាយបញ្ចូលទៅនឹងសារធាតុធ្វើឲ្យអាហារកែច្នៃទាំងអស់នេះទុកដាក់បានយូរតើវាគ្រោះថ្នាក់កម្រិតណាដល់សុខភាពអញ្ចឹងបងប្អូនតាមដានស្ដាប់ក៏ដូចជាមើលវីដេអូរបស់ខ្ញុំទាំងអស់គ្នានៅឯកសារមួយនេះដើម្បីឲ្យបងប្អូនកាន់តែច្បាស់និងជៀសវាងនៅការញ៉ាំអាហារកែច្នៃទាំងអស់នេះជាពិសេសកូនតូចៗរបស់បងប្អូនមិនត្រូវបន្តឲ្យវាញ៉ាំនៅអាហារកែច្នៃទាំងអស់នោះទៀតទេសារធាតុទី1ដែលគេលាយដើម្បីរក្សាគុណភាពគឺនីត្រាតនិងនីត្រីតដែលគេចូលចិត្តលាយបញ្ចូលទៅនឹងប្រហិតសាច់ក្រកឬក៏សាច់កែច្នៃផ្សេងៗទៀតដែលវាធ្វើឲ្យមានពណ៌ផ្កាឈូកស្អាតនិងរក្សាទុកបានយូរសារធាតុនីត្រាតឬនីត្រីតនៅពេលសារធាតុនេះចូលទៅដល់ក្នុងក្រពះពោះវៀនវាបំលែងទៅជាសារធាតុអិននីត្រូโซសារធាតុទាំងនេះហើយដែលវាទៅបំផ្លាញកោសិកាស្រទាប់ពោះវៀននិងធ្វើឲ្យខូច DNA ដែលជាដើមហេតុនៃការកកើតកោសិកាមហារីកចំណុចទី2សារធាតុដែកហែមមាននៅក្នុងសាច់ក្រហមសាច់គោនិងសាច់ជ្រូកមានផ្ទុកជាតិដែកម្យ៉ាងហៅថាហែមដែលធ្វើឲ្យសាច់មានពណ៌ក្រហមនៅពេលរំលាយអាហារជាតិដែកហែមនេះអាចជំរុញឲ្យមានការផលិតសារធាតុពុលក្នុងពោះវៀនដែលបំផ្លាញកោសិកាចិញ្ចៀងពោះវៀនធំ3ការចម្អិនសាច់ទាំងនេះក្នុងសីតុណ្ហភាពខ្ពស់ការចម្អិនសាច់ក្រហមដូចជាសាច់គោសាច់ជ្រូកឬសាច់កែច្នៃដោយការអាំងឆាឬបំពងនៅក្នុងកម្ដៅខ្លាំងពេករហូតដល់ខ្លោចបង្កើតឲ្យមានសារធាតុគីមីពីរយ៉ាងគឺ HCAS PAHS បាទបងប្អូនមើលនៅក្នុងឯកសារក្នុងវីដេអូនេះបានឃើញសារធាតុទាំងពីរនេះត្រូវបានគេរកឃើញថាអាចបង្កឲ្យមានការប្រែប្រួល gen mutation ដែលនាំទៅរកជំងឺមហារីក4កង្វះជាតិសរសៃ fiber ជាទូទៅអ្នកដែលនិយមញ៉ាំសាច់ច្រើនតែងតែញ៉ាំបន្លែផ្លែឈើតិចជាតិសរសៃមានតួនាទីបោសសម្អាតពោះវៀននិងពន្លឿនការបញ្ចេញចោលនៅកាកសំណល់ពុលបើសាច់ស្ថិតនៅក្នុងពោះវៀនយូរពេកវាធ្វើឲ្យជាតិពុលប៉ះពាល់ដល់ចិញ្ចៀងពោះវៀនកាន់តែយូរបាទយើងឃើញថាក្រោយពីអានឯកសារនេះទៅគឺវាមានការប៉ះពាល់ធ្ងន់ធ្ងរមែនទែនទាំងសាច់កែច្នៃទាំងសាច់ក្រហមដូចជាសាច់គោសាច់ជ្រូកការណែនាំឬក៏ជាដំណោះស្រាយយើងត្រូវកាត់បន្ថយញ៉ាំនៅអាហារកែច្នៃបាទព្យាយាមញ៉ាំឲ្យបានតិចតួចក្នុងមួយខែចំពោះសាច់ក្រហមមិនគួរញ៉ាំឲ្យលើសពី500ក្រាមក្នុងមួយសប្តាហ៍ជាប្រភេទសាច់ឆ្អិនយើងត្រូវញ៉ាំបន្លែបូកបញ្ចូលជាមួយនឹងអាហារកែច្នៃក៏ដូចជាសាច់ក្រហមដើម្បីជួយសម្រួលក្នុងការបន្ទោបង់ឲ្យបានល្អសម្រាប់ការចម្អិនសាច់ក្រហមក៏ដូចជាសាច់កែច្នៃបាទយើងគួរតែងាកមករកពិធីដូចជាស្ងោរឬចំហុយបាទជំនួសទៅលើការចៀនបំពងឬក៏ការអាំងដែលក្នុងសីតុណ្ហភាពខ្ពស់បង្កឲ្យទៅជាខ្លោចអញ្ចឹងតើវាគ្រោះថ្នាក់កម្រិតណាដែរបងប្អូននៅពេលដែលយើងញ៉ាំនៅអាហារកែច្នៃទាំងអស់នេះច្រើនបាទអញ្ចឹងបងប្អូនគួរតែកាត់បន្ថយបាទញ៉ាំឲ្យបានតិចក្នុងមួយខែប្រសិនបើយើងអាចឈប់បានក៏ជាការល្អ